ប្អូនធ្លាប់ឮជំងឺសិមួនជាប្រភេទជំងឺកាមរោគដែលកំពុងតែផ្ទុះខ្លាំងនៅពេលបច្ចុប្បន្ននេះដែរអត់បងដឹងអត់ថាជំងឺនេះវាមានប្រភេទកាយប្រភេទ float ចាហើយចំពោះការឆ្លងគឺខ្ពស់រីករាលដាលក៏លឿនទោះបីជាប្រើប្រាស់ស្រោមអនាម័យក៏នៅតែមានភាគរយក្នុងការឆ្លងហើយបងដឹងអត់ថាជំងឺនេះមានរោគសញ្ញាបែបណាហើយអាចបង្កគ្រោះថ្នាក់អ្វីដល់សុខភាពយើងដែរឬទេចំពោះជំងឺសិមួនយើងអាចដឹងថាកើតមាននៅពេលដែលយើងឃើញមានរោគសញ្ញាដូចជាការដោះជាកញ្ចុំដោយផ្កាខាត់ណានៅនឹងតំបន់សម្ងាត់ឬក៏ឡើងជាកទួលក្រហមឡើងដូចរឹសឬក៏អាចឡើងមកសន្តានដូចបោកនៅនឹងតំបន់សម្ងាត់ឬក៏រុនគូតនិងចាកន្លែងមួយចំនួនទៀតដែលគាត់ធ្វើការរួមភេទចំពោះជំងឺសិមួននេះបើសិនជាករណីយើងមិនបានព្យាបាលវាអាចនឹងវិវត្តពីមួយកម្រិតទៅមួយកម្រិតរហូតដល់ដុំសាច់ខ្លះទៀតជាប្រភេទដុំសាច់កាចអាចវិវត្តទៅជាមហារីកហើយចំពោះការកើតមាននៃជំងឺសិមួននេះធ្វើឲ្យបុរសនិងស្ត្រីគាត់មានបញ្ហាអារម្មណ៍ខ្លាំងដោយសារតែគាត់បាក់ទឹកចិត្តគិតថាជំងឺនេះគួរឲ្យខ្មាស់អៀនហើយមិនអាចព្យាបាលជាមូលហេតុធ្វើឲ្យគាត់បដែតបដោយញ៉ាំមិនបានគេងមិនបានសុខភាពធ្លាក់ចុះធ្វើឲ្យជំងឺកាន់តែទ្រុឌទ្រោមដុំសាច់កាន់តែដុះធំជាងមុនការវិវត្តមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរដូច្នេះសម្រាប់បងដែលធ្លាប់បានដឹងអំពីជំងឺសិមួននេះឬក៏ធ្លាប់បានកើតហើយបាក់ទឹកចិត្តក្នុងការព្យាបាលបងអាចទំនាក់ទំនងមកកាន់អ្នកគ្រូតាម Telegram 069 316714ដើម្បីធ្វើការប្រឹក្សាទៅលើជំងឺសិមួននេះហើយអ្នកគ្រូនឹងផ្ដល់ជាដំណោះស្រាយនឹងការថែទាំសុខភាពជូន